គ្នាហើយឥឡូវមកមើល VX វិញ4អ្នកពេញដដែលទេ VX នៅប៉ះជាមួយ MNC ដដែលទេបាទ MNC មានការ knock down មួយចាពីសាណាធ្វើការបាញ់ជាមួយនឹងកំភ្លើងក្របៗអីណាបងអូខេប៉ុន្តែ MNC ក៏មានការជួយគ្នាឡើងមកវិញផងដែរ VX ធ្វើការបុកចូលតែម្ដងកន្លែងនេះគ្រាប់បែកទៅហើយសាណាដាក់មួយគ្រាប់បែកកន្លែងនេះអាច knock ឬណាអត់ត្រូវទេខណៈដែលគ្នារបស់គាត់ធ្វើការបុកចូលតែម្ដង knock វិញសាណាអីយយ VX កន្លែងនេះគ្រោះថ្នាក់ VX ចាដាច់បានទៅលើ MNC បានមួយវិញចានិយាយទៅគ្នាគាត់បង្ខត់លឿនមែនតើបងអូខេឥឡូវ Egon ធ្វើការភៀសដើម្បីរត់ទៅជួយគ្នាវិញចា Fair Auto Damage ធ្វើការដាច់ទៅក្នុងចំណាត់ថ្នាក់លេខ9បាត់ទៅហើយយ៉ាស៊ូយ៉ាយើងកំពុងតែពីចំណត់ម៉ាយអាយយ៉ា MNC ចូលហើយបាទប៉ះជាមួយនឹងធីម VX ប៉ះ knock down ស្មើតែម្ដងបាទ knock នេះខ្លួនឥឡូវគ្នាគាត់ទៅសារតែម្នាក់ឯងទេEgon ដាច់ធីម VX បាត់ទៅហើយបាទធីម VC គឺគាត់មក support ពីចង្ងាយដើម្បីទទួលបែរតែម្ដងបាទឥឡូវនេះប៉ះគ្នាទៅហើយ VC ប៉ះជាមួយនឹង MNC ដាច់មួយទៀត MNC ដាច់ទៀតនៅ31ទៅ32ច្រឡំឥឡូវយើងឡើងអាច knock ទេ3ទៅ2បុកតកចូលទេដាច់ជាមួយនឹងកំភ្លើងមួយទៀតដើម្បីឲ្យ knock អត់ knock ទៀតធ្វើការ knock ដល់ដៃយ៉ា MNC 2ទៅ3មិនមកបាញ់អូយបាទCV បាទប៉ះជាមួយ MNC គឺឥឡូវសល់តែម្នាក់ទៀតរត់ទៅជួយរៀបសល់ហើយបាទអុយយ៉ាគ្នាMNC ក៏នៅសល់ម្នាក់ឯងដែរអាយ៉ាប៉ះធីម slot លេខ9មកទៀតធីម slot លេខ9មកហើយ Magic 7នៅពេញគ្នាចាឥឡូវយើងកន្លែងមើលកន្លែងនេះគឺ1ទល់នឹង1ចា VC ធ្វើការរត់ជួយគ្នាបានឡើង2អ្នកវិញតមែនទេចាខណៈដែលពី Magic 7មិញគឺគាត់មានការបាញ់ support ដាច់ទៅលើ VX ណាបងចាច្រើនធីមមែនទេមិញនិយាយទៅតែនេះគឺជាអូដំណាលមួយបាទទៅលើធីម MNC បាទ VC នេះគឺវគ្គនេះដូច comeback មកល្អមែនតើបាទគាត់បាញ់